បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកន្លឹះមួយទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាអំពីរបៀបនៃការបិទសំឡេងនិយាយតាមក្រោយពេលយើងហៅបទចម្រៀងនៅលើ YouTube អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូនេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាបាត់នៅសំឡេងរំខាននៅការហៅតាមក្រោយបាទអញ្ចឹងបងប្អូនមួយចំនួនច្រៀងខារ៉ាអូខេពេលដែលហៅបទអីវាបញ្ចេញសំឡេងតាមក្រោយអញ្ចឹងយើងទៅបិទទាំងអស់គ្នាបាទដំបូងយើងចូលទៅក្នុង setting សិនបាទយើងចូលមកក្នុង setting នេះបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលទៅក្នុង setting ហើយណាដោយសារតែ YouTube របស់ខ្ញុំវាអត់ទាន់ខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាទាំងពីរចំណុចតែម្ដងដោយសារតែ YouTube របស់ខ្ញុំនឹងវាអត់ទាន់និយាយជាភាសាខ្មែរបានទេហើយបងប្អូនមួយចំនួនក៏ប្រហែលជាមិនទាន់និយាយជាភាសាខ្មែរបានអញ្ចឹងខ្ញុំសូមហៅបទចម្រៀងមួយសំឡេងត្រខ្មែរបាទអញ្ចឹងជាក់ស្ដែងគឺវានេះគឺវាតែងតែនិយាយតាមក្រោយបែបហ្នឹងបាទបងប្អូនអរគ្នាហើយរបស់ខ្ញុំគឺអត់ទាន់អាចនេះបានទេបាទអត់ទាន់អាចនិយាយជាភាសាខ្មែរបានទេអញ្ចឹងបងប្អូនមួយចំនួនក៏បែបហ្នឹងដែរអញ្ចឹងខ្ញុំនឹងទៅបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការដាក់និយាយជាភាសាខ្មែរនិងចេញបទចម្រៀងតែម្ដងបាទអញ្ចឹងយើងចូលទៅក្នុង setting ម្ដងទៀតបាទយើងចូលមកក្នុង setting មកបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលមកក្នុង setting បែបហ្នឹងហើយចូលមកក្នុងពាក្យថា auditional បាទអញ្ចឹងapp របស់បងប្អូនឬទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាមួយចំនួនគឺខុសពីខ្ញុំណាហើយយើងព្យាយាមរកមើលទៅហើយបើអត់ទេបងប្អូនចំណាំណាយើង auditional ភាគច្រើនគឺពួកអស់ហ្នឹងវានៅជាមួយនឹងម៉ោងឲ្យតែយើងឃើញពាក្យថា time ហ្នឹងគឺវានៅម្ដុំអស់ហ្នឹងហើយបើសិនជាទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាខុសពីខ្ញុំណាហើយបងប្អូនទាំងអស់គ្នាមកជ្រើសរើសយកពាក្យថា app ណាពាក្យថា app នេះកន្លែងភាសានេះបាទបន្ទាប់ពីជ្រើសរើសយកពាក្យថា app ហើយណាពាក្យថា app ហើយអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញ YouTube នៅត្រង់នេះអញ្ចឹងយើងចុចទៅលើ YouTube មកវានឹងមានភាសាណាហើយចំណុចដែលងាយស្រួលចាំខ្ញុំប្រាប់ជាបន្តទៀតណាបាទអញ្ចឹងយើងអូសរកភាសាខ្មែរយើងមកនេះណាអូសរកភាសាខ្មែរយើងចុចលើភាសាខ្មែរមួយបាច់បាទចុចភាសាខ្មែរមួយបាច់មកយើងថយទៅក្រោយវិញតើយើងអាចហៅជាភាសាខ្មែរបានហើយនៅបាទអញ្ចឹងយើងចូលទៅក្នុងYouTube របស់យើងដោយសារតែ YouTube ខ្ញុំមាន2អញ្ចឹងខ្ញុំចុចទៅលើ YouTube មួយនោះសម្រាប់ស្ដាប់បទចម្រៀងទេបងប្អូនអរគ្នាបើបងប្អូនទាំងអស់គ្នាចង់ដឹងអំពីរបៀបដាក់ YouTube ស្ដាប់បទចម្រៀងដោយមិនចាំបាច់បើកអេក្រង់យើងអាចបិទអេក្រង់បានបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចុច search ម្ដងទៀតបន្ទាប់មកយើងចុចសញ្ញាមេក្រូនេះសំឡេងត្រខ្មែរបាទអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញហើយយើងអាចនិយាយជាភាសាខ្មែរហើយគោលដៅរបស់យើងគឺតាំងពីដើមមកគឺខ្ញុំបាននិយាយថាយើងបិទអាសំឡេងនិយាយពីក្រោយមិញនេះណាសំឡេងនិយាយពីខាងក្រោយដែលយើងនិយាយហើយវានិយាយតាមក្រោយយើងអញ្ចឹងតោះយើងទៅបិទទាំងអស់គ្នាបាទអញ្ចឹងយើងអូសនេះចេញសិនបងប្អូនទាំងអស់គ្នាមើលតែចង្អុលដៃខ្ញុំចង្អុលទៅបងប្អូននឹងឃើញហើយបើមួយវិញទៀតបងប្អូនទាំងអស់គ្នាបាទបងប្អូនមួយចំនួនគឺគាត់រកកន្លែងដូរភាសាខ្មែរដូចខ្ញុំបាញ់មិញអត់ឃើញបងប្អូនអាចសង្កត់ទៅលើYouTube
ហើយបងប្អូនមើលសញ្ញាអូទៀននេះបាទមើលសញ្ញារង្វង់នេះចង្អុលដៃខ្ញុំនេះគឺអាហ្នឹងគឺមានភាពងាយស្រួលមិនចាំបាច់ទៅដល់នៅក្នុង setting ទេបងប្អូនអរគ្នាណាអញ្ចឹងបងប្អូនអរគ្នាអាចចូលទៅក្នុងនឹងមួយមកហើយបងប្អូនអរគ្នាអាចបាទចូលមកក្នុងនេះបាទគេដាក់តែភាសានេះបាទអញ្ចឹងមិញខ្ញុំដាក់រួចហើយដោយសារតែបើសិនជាខ្ញុំអត់ទាន់ដាក់វាភាសាវានៅខាងលើដូចនេះណាអញ្ចឹងអានេះមានភាពងាយស្រួលជាងវិធីសាស្ត្រមុនណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនអរគ្នាឲ្យអស់តែម្ដងព្រោះបងប្អូនមួយចំនួនគឺគាត់អត់ដឹងទេអញ្ចឹងយើងមកយកភាសាខ្មែរហើយមួយវិញទៀតដោយសារតែបងប្អូនមួយចំនួនរកភាសាខ្មែរអត់ឃើញទេអញ្ចឹងគាត់ប្រើភាសានិយាយអត់កើតណាអញ្ចឹងយើងចូលទៅក្នុង setting មួយចំណុចវិញទៀតដែលជាចំណុចដំបូងនោះគឺបងប្អូនអរគ្នាចូលមកក្នុងនេះណាហើយបងប្អូនអរគ្នាអាចចុច search មួយវិញទៀតបងប្អូនអាចទៅរកបាទបងប្អូនអរគ្នាចូល auditional ដដែលណាចូលទៅក្នុង auditional បន្ទាប់មកយើងចូលទៅក្នុង accessibility បន្ទាប់ពីចូលទៅក្នុង accessibility រួចហើយយើងចូលទៅក្នុងពាក្យថា version បន្ទាប់ពីចូលទៅក្នុង version រួចហើយយើងចូលទៅក្នុងពាក្យថា text to speech setting បាទអធិស្ឋានបើសិនជាខ្ញុំអានខុសចំណុចត្រង់ណាសូមបងប្អូនអរគ្នាអធិស្ឋានផងដោយសារតែភាសារបស់ខ្ញុំឬក៏ចំណេះដឹងរបស់ខ្ញុំមានដែនកំណត់នេះគ្រាន់តែជាការចែករំលែកជូនបងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះបាទចូល to speech ហើយបងប្អូនទាំងអស់គ្នាចូលពាក្យថា prefer បាទចូលត្រង់នេះយើងចូលសញ្ញាកងចក្រនេះបាទហើយបងប្អូនមួយចំនួនគឺមានភាពខុសគ្នាដោយសារតែទូរស័ព្ទវាខុសគ្នាពីខ្ញុំប្រើទូរស័ព្ទចំនួនផ្សេងបងប្អូនប្រើទូរស័ព្ទចំនួនផ្សេងអញ្ចឹងវាលោតខុសគ្នាតែការកំណត់គឺដូចគ្នាស្តៀងគ្នាបងប្អូនអរគ្នាបាទអញ្ចឹងយើងចុចទៅលើរូបកងចក្រនេះហើយបន្ទាប់មកយើងចូលពាក្យថា detection បាទខ្ញុំអានតែឡើងវិញទេ detection បងប្អូនទាំងអស់គ្នាអានត្រង់នេះថាម៉េចគឺស្រេចតែបងប្អូនទាំងអស់គ្នាទៅអញ្ចឹងយើងចូលមកក្នុងហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទវានឹងចុចត្រង់នេះវាមាន3ជម្រើសណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាយកពាក្យថា off មកបាទអញ្ចឹងខ្ញុំចុចពាក្យថា off ហើយយើងទៅសាកល្បងហើយវិធីសាស្ត្រមួយទៀតគឺងាយស្រួលជាងនឹងទៅទៀតដោយសារតែបងប្អូនទាំងអស់គ្នាមិនខ្ជិលចូលមករកអីបងប្អូនអរគ្នាអាចធ្វើវិធីសាស្ត្រតាមខ្ញុំនេះទៀតក៏បានបាទចាំមើលចំណុចមួយទៀតខ្ញុំនឹងប្រាប់បងប្អូនឲ្យងាយស្រួលជាងនឹងទៅទៀតបាទបន្ទាប់មកយើងទៅចូលទៅ YouTube របស់ខ្ញុំបាទយើងចូលទៅ YouTube ហើយយើងទៅ search បទចម្រៀងទៀតឃើញហើយស្អាតណាស់បាទឃើញហើយស្អប់ណាស់ទៅវិញម្ដងទៀតឃើញហើយស្អាតណាស់ដោយសារតែអ៊ីនធឺណិតវាចាប់អត់សូវបានបងប្អូនអរគ្នាអញ្ចឹងសំឡេងនិយាយតាមក្រោយគឺលែងមានហើយបងប្អូនអរគ្នាបាទអញ្ចឹងយើងបានបិទរួចរាល់ហើយវិធីសាស្ត្រដែលងាយមួយទៀតនោះគឺបងប្អូនអរគ្នាអាចធ្វើតាមវិធីសាស្ត្រនេះបានយើងអត់ចាំបាច់ទៅរករញ៉ីរញ៉ៃស្អីឲ្យយើងពិបាករកនោះទេណាអញ្ចឹងវិធីសាស្ត្រងាយស្រួលមួយទៀតនោះគឺយើងចូលទៅក្នុង setting ដដែលយើងគ្រាន់តែចូលក្នុងពាក្យ setting ហើយបងប្អូនអរគ្នាវាយពាក្យថាបាទយើងវាយពាក្យថាបាទវាយពាក្យថា text បាទដក clear មកបន្ទាប់មក tools បាទតែប៉ុណ្្នឹងមកបាទហើយបងប្អូនអរគ្នាscroll មកបាទ to speech ហ្នឹងបាទអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែចុចទៅលើវាមកនេះបាទអាហ្នឹងគឺជាវិធីសាស្ត្រងាយស្រួលមែនតើងាយស្រួលឲ្យបងប្អូនអរគ្នារកកន្លែងហ្នឹងតែម្ដង
យើង search ណាបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូយើងក៏មកដល់ទីបញ្ចប់ហើយបើសិនជាពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចឲ្យមេដៃ Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗទាក់ទងនឹងទូរស័ព្ទដៃខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាជាបន្តទៀតអរគុណច្រើនជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀត